គ្នាក្នុងថ្ងៃនេះក្នុងថ្ងៃនេះដែរខ្ញុំមកបង្រៀនពីរបៀបយកលីងក្នុង Telegram ដាក់ក្នុង YouTube ជាដំបូងអ្នកគ្នាត្រូវចូលទៅក្នុង Telegram ហើយយើងចុចកន្លែងទៅលើ3ហើយយើងចុចពាក្យថា setting កងចាក់នេះមក setting កងចាក់នេះចុចមកហើយអ្នកគ្នាត្រូវរកពាក្យថា username អ្នកគ្នាចុចលើនោះហើយអ្នកគ្នាវាយមើលមុនដំបូងវាចេញអ្នកគ្នាទៅអ្នកគ្នាវាយមកអ្នកគ្នាវាយអីក៏បានអ្នកគ្នាវាយឲ្យវាចេញវត្តរួចចេះក្នុងវាយវាចេញវត្តរួចចេះចឹងมันវាអាចទៅបានបើវាយចេញពណ៌ក្រហមអត់បានទេអ្នកគ្នាយើងវាយចឹងហើយចុច copy វាយើងចុច copy មកចុចសំទោសអ្នកគ្នាវាយមិនយើងវាយសាមីមកនេះយើងវាយហើយយើងចុចcopy ហើយយើងចុចគ្រីហើយយើងចុចទៅ account ដែលយើងចង់លក់ចង់អីចឹងហើយទៅយើងចុចទៅលើរូបយើងនឹងមកហើយយើងចុចទៅលើដៃខ្មែរនេះមកនេះនៅគ្នា link របស់យើងហើយទៅយើងចុចពាក្យថានេះនឹងមកច្រឡំនេះយើងចុចលើអានឹងមកហើយទៅយើងអានេះមកនេះទៅយើងនេះ link យើងទៅចុច copy link ហើយយើងចូលទៅក្នុង YouTube Studio នេះបើអ្នកគ្នាអត់ចេះ down អីខ្ញុំប្រាប់មិនបងអ្នកគ្នាត្រូវចូលទៅក្នុង Play Store ហើយអ្នកគ្នាវាយពាក្យថា YT នេះ YT Studio នឹងមកវាយចុចមកនេះអ្នកគ្នានេះបើកវាមកនេះនេះអ្នកគ្នានេះពណ៌ក្រហមនេះណាហើយទៅចុច open មកហើយយើងជ្រើសវីដេអូណាដែលយើងចង់ដាក់ link ចូលមកខ្ញុំចង់ដាក់ link ចូលក្នុងវីដេអូខ្ញុំចង់ដាក់ link ចូលក្នុងវីដេអូណានេះឈប់នេះខ្ញុំចង់ដាក់ link ចូលវីដេអូនេះ Hack Block Fruit 2025នេះទៅចុចលើអាហ្នឹងមកហើយយើងចុចអាវខ្មៅដៃបាច់នេះនៅលើហ្នឹងមកយើងចុចមកហើយយើងចុចអា description នេះមកយើងចុចមកអានេះគឺជារបស់ខ្ញុំសេហើយយើងវាយអក្សរមក link LINK យើងដាក់សញ្ញាចុច2ហើយអ្នកគ្នាត្រូវផាស link មិញមកដែលយើងបាន copy ផាសមកពេលផាសហើយអ្នកគ្នាត្រូវចុចថយហើយចុចពាក្យថា save នៅខាងលើនេះពេល save បានហើយវាចេញចេះហើយអ្នកគ្នាត្រូវចុចខាងលើ YouTube នេះចុចទៅវានឹងចូលមើលឲ្យយើងហើយប៉ុន្តែហើយទៅចាំផ្លែសិនអ្នកគ្នាចាំឲ្យវាដើរពេលវាដើរហើយយើងចុចមកពាក្យថាយើងចុចអារូប description ហ្នឹងមកហើយនេះអ្នកគ្នា link របស់ខ្ញុំមិនដាក់ចូលពេលយើងចុចទៅវាលោតចូលទៅក្នុង Telegram នេះអ្នកគ្នាហើយអ្នកគ្នាចង់ទិញ fruit អីអាចឆាតមកខ្ញុំបានក្នុង Telegram មួយនេះហើយ fruit មានតាមប្រភេទអ្នកគ្នាអាចទិញបានបាយអ្នកគ្នា